បាទនេះវីដេអូដែលយើងបង្ហាញពីរបៀបវេចខ្ជុំបញ្ចូលហ្គេមស៊ីនធេតិកយ៉ាង410យ៉ាង32ខ្ជុំនីលកាហ្គាសធុងហ្គាសនិងវេចខ្ជុំជាងនីលកាយើងប្រើខ្សែ3សរសៃបាទជាងខ្សែឆ្វេងទី1នេះយើងចូលទៅម៉ាស៊ីនហើយនឹងកដាលលឿងនេះចូលទៅធុងហ្គាសខៀវខាងស្ដាំដៃនេះគឺយើងចូលទៅវេចខ្ជុំបាទអញ្ចឹងវានៅវាឆ្លងបូមទៅទាំងអស់ហើយទាំងតយោនេះចូលម៉ាស៊ីននេះបូមមកអស់អញ្ចឹងពេលដែលយើងបញ្ចូលវាយើងបិទខាងនេះហើយបិទវេចខ្ជុំអញ្ចឹងយើងបញ្ចូលដោយទូទឹកកកយើងមុនដើម្បីចូលអញ្ចឹងទីទៀតនឹងបង្ហាញរបៀបបញ្ចូលបាទបន្ទាប់ពីយើងវេចខ្ជុំវាបាន5 10នាទីហើយយើងចាប់ផ្ដើមមួសាទីវ៉ាបិទមានបូមមួថយបិទតោះទៀតយើងមួបានបិទខាងហើយបាទខាងនេះពេលតទៀតយើងបិទវេចខ្ជុំបាទបិទវេចខ្ជុំហើយយើងចាប់ផ្ដើមថ្លឹងបើកហ្គាសបើកធុងហ្គាសបាទ R410 យើងត្រូវកាប់ធុងអញ្ចឹងមុននឹងយើងបញ្ចូលយើងត្រូវមើលផ្លាកម៉ាស៊ីននេះវាប្រហែលក្រាមបាទយើងមើលR410 បាទនេះគឺ690ក្រាមអញ្ចឹងយើងបញ្ចូលតាមហ្នឹងទេអញ្ចឹងយើងថ្លឹងចិញ្ចីបាទអញ្ចឹងយើងបើកបានហ្គាសយើងកាប់វាដល់ទៀតយើងសេតវាទៅ0បាទហើយយើងបញ្ចូលអូខេសេត0បាទតាមទៀតយើងចាប់ផ្ដើមមួសន្តិវ៉ាបញ្ចូលបាទអូខេចិត្តវាលោតបាទ690ក្រាមបាទពូតចូលទៅដល់600បាទ200ជាងបាទយើងបញ្ចូលឲ្យគ្រប់600បើសិនជាបញ្ចូលទៅវាចូលយើងអត់ទាន់គ្រប់យើងអាចបើកម៉ាស៊ីនបដាយើងបញ្ចូលបដាហ្នឹងវាជួយបឺតទៅទៀតតែបើវាយើងច្រើនយើងចូលគ្រប់690ហ្នឹងអូខេយើងមិនទាន់បើកម៉ាស៊ីនក៏បានដែរបាទ690ក្រាមអូខេ89អូខេ94លើក4អីអញ្ចឹងយើងមកសាធីវ៉ាបិទមកហ្គាសបិទអញ្ចឹងការបញ្ចូលហ្គាសរបស់យើងគឺគ្រប់ហើយត្រឹមត្រូវហើយតាមស្តង់ដារហើយបាទ